អបអសាទរកម្មវិធីជំនួបរវាងលោកគ្រូអ្នកគ្រូបន្ទប់ថ្នាក់និងមេដាបេដាសិស្សព្រមទាំងការចែកប័ណ្ណសរសើរដល់សិស្សពូកែប្រចាំឆ្នាំសិក្សា2024-2025នៃសាលាបញ្ញាសាស្ត្រអន្តរជាតិក្រែនភ្នំពេញកម្មវិធីនេះប្រារព្ធឡើងដើម្បីផ្តល់ឱកាសពិសេសជូនដល់មេដាបេដាសិស្សជួបពិភាក្សាផ្ទាល់ជាមួយនឹងលោកគ្រូអ្នកគ្រូអំពីវឌ្ឍនភាពនៃការសិក្សាក៏ដូចជាអត្តចរិតនិងសិលធម៌របស់បុត្រធីតាជាពិសេសការពិភាក្សារិះរកវិធីសាស្ត្រផ្សេងបន្ថែមទៀតដើម្បីឲ្យការសិក្សារបស់បុត្រធីតាទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលកាន់តែប្រសើរចំពោះកូនខ្ញុំផ្ទាល់ខ្ញុំសង្កេតឃើញថាមានការប្រែប្រួលច្រើនប្រែប្រួលទី1គឺរបៀបនៃការគិតគាត់មានរបៀបនៃការគិតរៀងចាស់ទុំជាងមុនកែប្រែទី2គឺមានភាពក្លាហានការកែប្រែទី3គឺបានន័យថាគាត់មើលទៅមានភាពចេះបើកចំហក្នុងការទំនាក់ទំនងជាមួយមិត្តភ័ក្តិបានច្រើនមានភាពក្លាហានជាងមុនក្នុងមួយឆ្នាំនេះគឺកូនមានការអភិវឌ្ឍបានយ៉ាងលឿនតាំងពីអត់ទាន់ចេះអានឥឡូវកូនបងចេះអានបានច្រើនចេះស្គាល់ជនជំនះបានទាំងអស់តែម្ដងទាំងភាសាខ្មែរទាំងភាសាបរទេសហើយក៏បងសប្បាយចិត្តដែរព្រោះថ្ងៃនេះបានជួបអ្នកគ្រូផ្ទាល់តែម្ដងពិសេសជាងគេយល់ដឹងថាកូនបងក្នុងមួយឆ្នាំនេះគឺគាត់អាចវិវត្តបានទៅមុខបានច្រើនសម្រាប់ការថែទាំនិងការយកទឹកដាក់សម្រាប់កូនរបស់ខ្ញុំយល់ថាគឺគាត់មានការយកទឹកដាក់ល្អដូចមានកូនមានចំណុចខ្វះខាតឬក៏មានបញ្ហាអីគាត់ផ្ដល់មកដំណឹងមកយើងភ្លាមហើយការសិក្សាគាត់ខ្ញុំឃើញល្អពីមួយឆមាសទៅមួយឆមាសពេលលោកគ្រូអ្នកគ្រូគាត់យកចិត្តទុកដាក់ទាំងការសិក្សាទាំងមើលថែទាំទៅលើក្មេងពីគាត់រៀនមកគិតមកដល់ឥឡូវនេះគឺរយៈពេល2ឆ្នាំហើយឃើញការវិវត្តនៃការសិក្សារបស់គាត់ល្អពេលថាពីមុនហ្នឹងចូលមកគាត់អត់ទាន់យល់ដឹងអីបានច្រើនទេតែតាំងពីបានចូលរៀនមកឃើញការយល់ដឹងគាត់បានច្រើនទាំងខ្មែរទាំងភាសាហើយមួយទៀតនឹងតកតងអកប្បកិរិយាសិលធម៌ការរស់នៅប្រស័យតកតងគាត់ឃើញល្អប្រសើរខ្លាំងកូនខ្ញុំគាត់រៀននៅសាលាបញ្ញាសាស្ត្រនៅក្រែនភ្នំពេញគឺគាត់បានមានទទួលបានចំណេះដឹងល្អវិន័យនិងសិលធម៌នៅក្នុងសាលាភាសាខ្មែរគណិតកូនខ្ញុំរៀនដល់ហ្នឹងល្អខ្មែរគាត់ចេះអានចេះសរសេរបានល្អត្រូវអក្សរអក្ខរាវិរុទ្ធភាសាបរទេសក៏ល្អដែរលោកគ្រូដោយសារកូនខ្ញុំក៏អាចចេះនិយាយបានចេះសរសេរបានចេះតាក់ទងមួយលោកគ្រូបរទេសបានពាក់ព័ន្ធនឹងកម្មវិធីសិក្សារបស់សាលាគឺនិយាយរួមទៅពេញចិត្តទាំងអស់ទាំងកម្មវិធីផ្សេងដែលសាលាបានដាក់ចុះមកហ្នឹងមានកីឡាមានការដំណើរកម្សាន្តមានកម្មវិធីសបាយអីទាំងអស់ហ្នឹងដែលសាលាបានរៀបចំហ្នឹងគឺសិទ្ធិកម្មវិធីប្រកបដោយស្តង់ដារសម្រាប់សិស្សានុសិស្សទាំងអស់ចាខ្ញុំមានការពេញចិត្តជាចុងក្រោយនេះនាងខ្ញុំក្នុងនាមជាអាណាព្យាបាលសិស្សរុនវរៈបុត្រក៏សូមអំពាវនាវដល់មាតាបិតាសិស្សមាតាបិតាទាំងអស់ដែលមានបំណងចង់ស្វែងរកសាលាដែលល្អគឺអញ្ជើញមកសាលាបញ្ញាសាស្ត្រអន្តរជាតិក្រែនភ្នំពេញនេះមកអត់ខុសបំណងទេនិយាយការពិតទៅគឺសាលាបញ្ញាសាស្ត្រអន្តរជាតិនេះគឺមិនមែនខ្ញុំនឹងទៅតែឲ្យចៅចូលរៀនទេគឺខ្ញុំឲ្យកូនខ្ញុំរៀនតាំងពីកូនជំនាន់កូនខ្ញុំចាអញ្ចឹងគឺការបង្រៀនវាប្រកបដោយស្តង់ដារនិងការអប់រំបានល្អហើយកូនរៀនដូចថាដាក់ទៅវាចេះហ្មងណាវាចេះហ្មងដោយសារការបង្រៀនរបស់លោកគ្រូយកចិត្តទុកដាក់អញ្ចឹងមិនមែនទៅតែពេលចៅនេះទេគឺខ្ញុំឲ្យកូនតាំងពីកូនខ្ញុំមករៀននៅទីនេះអញ្ចឹងសូមមាតាបិតាសិស្សដែលស្វែងរកសាលាល្អគឺមកទីនេះមកអត់ខកបំណងទេសាលាបញ្ញាសាស្ត្រអន្តរជាតិវិន័យគុណធម៌សុភមង្គល